ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសាស្ត្រាចារ្យជំនួយជេងអ៊ីងខ្ញុំលើកយកពីករណីនៃការស្រុតឆ្អឹងកងខ្នងទី12បងប្អូននេះក្នុងរង្វង់មូលរបស់លើហ្នឹងជាការស្រុញឆ្អឹងកងខ្នងទី12នេះជារូបនៅពេលដែលយើងរៀបចំចាក់ស៊ីម៉ងវិទ្យាសាស្ត្រចូលក្នុងឆ្អឹងកងខ្នងហ្នឹងពុកម៉ែបងប្អូនករណីនេះយើងសម្រាប់ចាត់ចាក់ចូលទាំងសងខាងឆ្វេងនិងខាងស្ដាំទៅលើឆ្អឹងកងតែមួយក្នុងគោលបំណងធ្វើឲ្យឆ្អឹងកងខ្នងរឹងមាំហើយបំបត្តិការជាយកចាប់ដើម្បីការពារកុំឲ្យឆ្អឹងកងហ្នឹងវាផ្លាស់ទីវាធ្វើឲ្យប៉ះពាល់ទៅលើខួរឆ្អឹងកាលណាប៉ះពាល់ទៅលើខួរឆ្អឹងនឹងធ្វើឲ្យពុកម៉ែបងប្អូននឹងមានបញ្ហាទន់មួយកណាត់ក្រោមនេះយើងដាក់ឧបករណ៍ចុះទៅដល់មកយើងបាញ់ស៊ីម៉ងពុកម៉ែបងប្អូនឃើញទេពេលយើងបាញ់ស៊ីម៉ងចូលទៅវាចាប់ដើមចាប់ពណ៌ខ្មៅហ្នឹងអាហ្នឹងជាស៊ីម៉ងវិទ្យាសាស្ត្រហ្នឹងហើយពុកម៉ែបងប្អូនយើងបាញ់វាបន្តិចម្ដងដោយមានការថតឆ្លុះដើម្បីជៀសវាងការចាក់ទៅវាស៊ីម៉ងហ្នឹងវាចូលទៅកន្លែងផ្សេងបាទនេះយើងចាប់ផ្ដើមបាញ់ស៊ីម៉ងទៅម្ដងតិចហើយនេះជារូបភាពនៃយើងចាក់ហើយពុកម៉ែបងប្អូននេះថតពីខាងមុខនៅក្នុងរង្វង់មូលពណ៌លឿងហ្នឹងជាស៊ីម៉ងហើយនេះថតពីចំហៀងបាទអរគុណពុកម៉ែបងប្អូនអរគុណកាត់បន្ថយការឈឺចុកចាប់និងធ្វើឲ្យឆ្អឹងកងខ្នងរឹងមាំតាមរយៈការចាក់ស៊ីម៉ងវិទ្យាសាស្ត្រការចាក់បញ្ចូលស៊ីម៉ងវិទ្យាសាស្ត្រនេះជាបច្ចេកទេសមួយដែលអនុវត្តដោយវេជ្ជបណ្ឌិតជំនាញតាមរយៈការចាក់បញ្ចូលឧបករណ៍តូចៗចូលទៅក្នុងឆ្អឹងកងខ្នងហើយបាញ់ស៊ីម៉ងចូលដោយមានការថតឆ្លុះផ្ទាល់ក្នុងកំឡុងពេលអនុវត្តទម្រង់ការដើម្បីធានាឲ្យបាននូវគុណភាពនិងសុវត្ថិភាពខ្ពស់ការចាក់ស៊ីម៉ងវិទ្យាសាស្ត្រចូលក្នុងឆ្អឹងកងខ្នងនេះអនុវត្តទៅលើអ្នកជំងឺដែលមានបញ្ហាឆ្អឹងកងខ្នងពុកដោយធម្មជាតិឬបាក់ស្រុតដោយការប៉ះទង្គិចនិងឆ្អឹងកងខ្នងដែលរីកសាយភាយដោយសារជំងឺមហារីក